ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទមកលើកនេះផ្លាយទៅឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាបាទហើយចំពោះឡាននេះដែរគឺអតិជនគាត់ធ្លាប់មានបញ្ហាផ្នែកទឹកគៀកបាទហើយចំពោះទឹកគៀកឡានរបស់គាត់ហ្នឹងគឺគាត់ធ្លាប់មានការប៉ះទង្គិចប៉ុន្តែគាត់បានយកឲ្យខាងគេតោនភាសាឲ្យបាទប៉ុន្តែគ្រាន់តែគេតោនអត់ស្អាតហើយពុកម៉ែបងប្អូនបានឃើញហើយចំពោះឡាននេះដែរគឺមិនតោនត្រឹមត្រូវទេពុកម៉ែបងប្អូនគឺតោនអត់ស្មើសាច់ហើយធ្វើការបៀកកាវយកជូនពុកម៉ែបងប្អូនតែម្ដងបាទហើយចំពោះកាវបៀកនេះគ្រាន់តែតាគៀកមួយពុកម៉ែបងប្អូនដូចរូបពុកម៉ែបងប្អូនបានឃើញអញ្ចឹងគ្រាន់តែតាគៀកមួយគ្រាន់តែកាវហ្នឹងគឺចូល2-3គីឡូបាត់ហើយពុកម៉ែបងប្អូនទាំងអស់គ្នាបាទហើយចំពោះវីដេអូនេះដែរគឺសម្រាប់ពុកម៉ែបងប្អូនដែលមានឡានពិតកាពៀតសូមជិតឬក្រាស់តោននឹងបាញ់ឆ្នាំឲ្យបានត្រឹមត្រូវពុកម៉ែបងប្អូនទាំងអស់គ្នាបាទកុំឲ្យមានបញ្ហាដូចរថយន្តខាងលើនេះពុកម៉ែបងប្អូនពោះរថយន្តខាងលើនេះគឺរៀងធ្ងន់តិចហើយអូខេអញ្ចឹងចាំជួបគ្នានៅវីដេអូក្រោយទៀតបាយបាយនេះដែរគឺជាប្រភេទឡានកាមេរ៉ាដែលតែជនគាត់មានបញ្ហាផ្នែកពណ៌ខាងឆ្វេងហើយចំពោះឡាននេះដែរគឺយើងធ្វើការតោនឡើងមកវិញពុកម៉ែបងប្អូនទាំងអស់គ្នាបាទចំពោះសកម្មភាពនេះគឺជាងគាត់ធ្វើការតោននិងសេរីភ្លីជូនអតិជនហើយចំពោះពណ៌នេះដែរគឺមានធ្ងន់តិចអញ្ចឹងយើងធ្វើការបាញ់ថ្នាំអូខេឥឡូវយើងមកមើលសកម្មភាពជាងដែលគាត់ធ្វើការបាញ់ថ្នាំបន្តិចមកតោះពីយើងធ្វើការបាញ់រួចរាល់គឺឡានមានសភាពស្អាតដូចដើមមកពុកម៉ែបងប្អូនទាំងអស់គ្នាបាទនេះដែរគឺជាប្រភេទឡាន Ford Raptor ដែលប្រជាជនគាត់មានបញ្ហាផ្នែកកាងខាងមុខហើយចំពោះកាងខាងមុខហ្នឹងដូចពុកម៉ែបងប្អូនបានឃើញហើយគឺមានការប្រេះនិងកពិតហើយចំពោះឡាននេះដែរគឺយើងធ្វើការដោះកាងចេញមកពុកម៉ែបងប្អូនដើម្បីឲ្យជាងគាត់ធ្វើការផ្សារហើយនឹងតោនឡើងមកវិញអូខេឥឡូវយើងមកមើលសកម្មភាពជាងនៃគាត់ធ្វើការដោះតិចមកបន្ទាប់ពីគាត់ធ្វើការដោះរួចរាល់ឥឡូវយើងមកដល់ជាងផ្សារដែលគាត់ធ្វើការផ្សារកាងឡើងមកវិញអូខេឥឡូវយើងមកមើលបច្ចេកទេសក្នុងការផ្សាររបស់គាត់តិចមកហើយចំពោះកាងនេះដែរគឺយើងធ្វើការផ្សារទាំងក្នុងទាំងក្រៅពុកម៉ែបងប្អូនទាំងអស់គ្នាបាទបន្ទាប់ពីគាត់ធ្វើការផ្សាររួចរាល់គឺយើងធ្វើការខាត់ឲ្យស្មើសាច់វិញពុកម៉ែបងប្អូនបន្ទាប់ពីយើងធ្វើការបៀកខាត់ស្មើសាច់ហើយគឺយើងចាប់ផ្ដើមបាញ់ទំនាប់ហើយគឺចាប់ផ្ដើមឡើងថ្នាំឡើងពណ៌ហើយពុកម៉ែបងប្អូនទាំងអស់គ្នាបាទហើយចំពោះឡាននេះដែរគឺយើងធ្វើការបាញ់រួចរាល់គឺស្អាតពុកម៉ែបងប្អូនគឺដោយទឹកថ្នាំស៊ីនតែម្ដងគឺមើលអត់ដឹងថាកាងនេះធ្លាប់ប៉ះធ្លាប់បាញ់ទេអ្នកក្លុកលេងទៅខ្ញុំក្លុកមែនខ្ញុំក្លុកទីក្រុងក្លុកណាបានខ្ញុំក្លុកប៉ះខ្ញុំអត់ពួកខ្ញុំលឲ្យទៅមុនអ្នកដេកឈឺខ្លួនពីធំវ៉ាធំខ្ញុំរកមកដំរីយកជើងគ្នាខ្ញុំសុទ្ធតែអ្នកព្រោះភ្លើងរកលុយយកទៅទិញកំភ្លើងអ្នកដើរឆ្វេងឆ្វានេះដែរគឺជាប្រភេទឡាន Ford Raptor ដែលប្រជាជនគាត់មានបញ្ហាទ្វារខាងឆ្វេងខាងក្រោយពុកម៉ែបងប្អូនហើយចំពោះទ្វារនេះគឺយើងធ្វើការបាញ់ថ្នាំហើយចំពោះថ្នាំខាងក្រោយជាប់ទ្វារហ្នឹងក៏យើងធ្វើការបាញ់ថ្នាំដូចគ្នាដែរបន្ទាប់ពីយើងធ្វើការបាញ់ថ្នាំរួចរាល់គឺយើងធ្វើការចាប់គ្រឿងចូលឡើងវិញដើម្បីប៉ូលាជូនអតិថិជនអូខេឥឡូវយើងមកមើលលទ្ធផលដែលយើងធ្វើការបាញ់ថ្នាំនិងប៉ូលាហើយមកគឺទឹកថ្នាំនិងការបាញ់របស់យើងគឺដូចដើមពុកម៉ែបងប្អូន